ឃើញលោកខ្វេះតិចថាគ្រូចាប់ពស់យកមកលេងសេមែនទេបាទព្រលឹមឡើងបានម៉ូទ័រពូមួយគាត់ប្រាប់ថាអូនមើលម៉ូទ័រពូមួយមើលវាបូមទឹកអត់ឡើងទៅមិនដឹងថាវាមកពីស្អីខ្ញុំនេះក៏ប្រាប់គាត់ដែរថាពូអើយមិនបានឡើងមកលើសិនមកខ្ញុំឆែកមើលសិនគាត់ក៏ប្រាប់ខ្ញុំថាធ្វើខូចអីធ្វើហ្នឹងឯងកុំខ្វល់គាត់និយាយគាត់ក៏ជិះម៉ូតូទៅបាត់ខ្ញុំនេះអត់ចាំយូរទេគាត់ប្រាប់មកប៉ុណ្ណឹងខ្ញុំដឹងថាវាខូចអីបាត់ហើយទីសោទីអីមកលុយមកឲ្យចាំកាលនេះបញ្ហារបស់ម៉ូទ័រនេះគឺវាខូចកង់ដងគឺអាលួយបាត់អញ្ចឹងហើយតែជាមូលហេតុទៅឲ្យម៉ូទ័រនោះវាគាត់តែញ័របានវាអត់វិលខ្ញុំក៏អត់ចាំយូរដែរឃើញកន្លែងខូចហើយខ្ញុំក៏យកកង់ដងថ្មីមកដាក់ផ្លឹកពងទៅធ្វើអាពូម៉ាខ្ញុំមួយហ្នឹងវាដើរមកវាសួរខ្ញុំសក់ក្បាលឯងហ្នឹងអត់ដែរកាត់ចោលសោះត្មងឯងមើលក្បាលប្រព័ន្ធសបុកមន់ពេលលឺវាសួរអញ្ចឹងខ្ញុំអត់មានអីបបាក់ឆ្លើយប្រាប់វាខ្ញុំក៏និយាយថាឌីរូរៀងគេអត់មើលគេចោះក្បាលមិនសមនឹងសក់បែរដល់ក៏ចឹងមិនថាថ្ងៃហ្នឹងយើងចង់ធ្វើអីធ្វើនឹងទៅឲ្យតែវាល្អសម្រាប់យើងធ្វើទៅមិនចាំតែខ្វល់ពាក្យសម្ដីអ្នកដទៃពេលខ្លះពាក្យសម្ដីទាំងអស់ហ្នឹងវាធ្វើឲ្យយើងឈឺក្បាលអញ្ចឹងយើងកុំខ្វល់ចង់ណាគេថាទៅយើងធ្វើរឿងដែលល្អទៅបាទនិយាយចុះនិយាយឡើងភ្លេចមើលម៉ូទ័រណែម៉ូទ័ររួចឥឡូវដោតមើលវល់ខ្ញៅលុយសិតនេះ